ai mà đáy trên sam mùi đài rồi chẳng Witness Finder nó còn vay mắng khơi khu đào tại một tích này bên tiết vay lột vậy tới không pi đáy để vay lột mà đáy hai bà đây Witness Finder lột mà là hột và Golan comparison game pi game win rate 100% KDA 24ចំណាយ like 2 game 100% win rate ដូចគ្នាបាទ10 KDA ចំណាយ Kuzen 4 game win rate 50% KDA 11.5 អញ្ចឹងសម្រាប់ Onzo បាទគឺ KDA ច្រើនខ្លាំងមែនទែនរហូតដល់ទៅ24បាទដោយសារគាត់លេង2 game ឈ្នះទាំងពីរបាទរីខ្ញុំការញ៉ៃមុនហ្នឹងអូនโซហ្នឹងធ្លាប់មិនយកលេង2 game បាទខ្ញុំសាកវាឲ្យធ្វើតាមអូនโซបាទលេងសាហាវដែរតែប៉ុន្តែ focus ទៅលើរៀង focus ទៅលើ basic អត់ថប់វាយយកមកឈោវាយយកមកបាទដូចជាមានការ build ជាមួយនឹងGrow Sensei យកភាគច្រើន build ទៅលើអត្ត speed បាទ Grow Sensei មាន build ជាមួយនឹង Wind Talker build ជាមួយនឹង map flick gun អីដែរអញ្ចឹងណាmap flick gun ដូចខ្ញុំមានអត់ទេមានបាទពាក់បាទនិយាយតើhero ហ្នឹងWind Talker ហ្នឹងក៏ signature team របស់វាដែរគ្នាចំណុចពិសេសរបស់វាពីរនឹងWitness Finder មួយ Wind Talker មួយដាវខ្យល់ហ្នឹងដាវខ្យល់ហ្នឹងវាមាន passive ដែលចំនួនដៃរបស់យើងធ្វើឲ្យកាត់ cooldown load ខ្យល់ហ្នឹងអញ្ចឹងដល់ពេលដែលយើងពេញpassive late game យើង25ដៃហ្នឹងមួយដៃ load ខ្យល់ម្ដងបាទមួយដៃ load ខ្យល់ម្ដងមួយដៃ load ខ្យល់ម្ដងអញ្ចឹងវាយទៅ load ដាវខ្យល់ហ្នឹងរហូតចេញខ្យល់ទៅពេញហ្នឹងបើ enemy នៅច្រើនឃើញសុទ្ធតែខ្យល់ដាវខ្យល់ហោះពេញ load ស៊ីឡងពេញគ្នាទៅវិញទៅមកបាទអត់ទេហ្នឹងខ្ញុំសាកតេស្តតាខ្ញុំមើលទៅជុំឲ្យធំដូចតំណងបាទព្រោះដោយសារខ្ញុំមើលgameplay ផង Onzo ដូចជាមិនសូវដែរណាមួយដូចថានិយាយចឹងថាដោយសារការប្រកួតថ្ងៃមុនហ្នឹង game Onzo ស្រួលលេងតិចហ្នឹងហើយ Onzo មួយfront line ឡើងប៉ុណ្ណានេះនិយាយទៅអត់មានអ្នកវាយហ្មង hero damage របស់ CU Zone ការញ៉ៃអត្តទី1ហ្នឹងគឺអត់មានអ្នកវាយយកមកអញ្ចឹងធ្វើឲ្យ Onzo ឈោវាយនេះណាចារបៀបថាការ farm អញ្ចឹងខ្ញុំសាក build ជាមួយនឹងថាខ្ញុំសាកតេស្តមែនអត្ត speed ហ្នឹងគឺបូកមកចាប់ផ្ដើមពី mid game ហ្នឹងគឺសុបាយវាយហ្មងមានអី25 stack គុកមកនេះមកចូលតិចតួចមកចូលទូចយកពេញចាក់ពេញនឹងអើយហ្នឹងដូចបែងចៅអញ្ចឹងហើយគេឲ្យឈ្មោះសាបដូចសាបរបស់អាមុនអញ្ចឹងពីរហ្នឹងធ្វើសាបដូចគ្នាតែគ្រាន់អាមុនខ្ញុំមានអារម្មណ៍ hero វាដូចព្រោះស្អាតជាងគេប្រហែលជាចេញ skin super hero ឲ្យវាតែ obsidian នេះដល់ skin up ពីក្រោយវាបាទចេញណាវិញចាំមើលជនយុទ្ធសាស្ត្រយក level 2ទៅឬក៏មិនទៅជាមួយនឹងការឆែក medic ខ្មែរខណៈពេលដែលការប្រកួតរបស់យើងមកដល់ជាមួយនឹង game មួយគូទីមួយនេះគ្នាមកដែរ Cypher roadmap បានមួយឯខ្វះតែ2នេះរបស់យក level 2ប៉ុន្តែ roadmap អត់ឃើញទៀតទេឥឡូវនេះបានតែមួយកង់តែប៉ុណ្ណោះគ្មាន level 2សម្រាប់ Cypher នោះទេស្វាគមន៍នេះជាមួយជំនុំគូទី1រវាងសប្តាហ៍ទី2ថ្ងៃទី1របស់យើងនេះគ្នាដែរ Pro Sport ប៉ះជាមួយនឹង Team Mac បាទចាឥឡូវចាំមកភ្លាមៗយើងក៏បានឃើញដែរជាមួយនឹងការទស្សទាយជាមួយនឹងខ្ញុំហើយនឹងបងឲ្យប្រាប់ថា Cypher ទៅប្រកាសជាទៅហើយតែគេដឹងបាទអញ្ចឹងគេឲ្យឃើញតែម្នាក់ទេក៏ដូចជាមើលជាមួយនឹងការជ្រើស emblem ដូចជាអត់មានការច្នៃអីច្រើនទេបាទ Fanny S1 ប្រកបគាត់យកតា speed ឥឡូវយើងជាមួយការ farm ប្រកបនេះគ្នាប្រកប focus ទៅលើ farm នេះក្នុងណាមួយគាត់ថាមក one shot បាទគាត់យកតែ 3 damage គង់ one shot ដាច់ដែរនេះគ្នាអញ្ចឹងនេះគឺជាជំរឿនរបស់គាត់នៅក្នុងការយកតា speed ដើម្បីដើរ farm ឲ្យបានលឿនបាទជុំCypher លឿនណាស់ flow Cypher ដើរកន្លែង total នេះដឹងតែ level 4លឿនជាងD7 ហើយបាទ Infinite បាទអញ្ចឹងអ្នកគ្នាក៏យើងក៏ complete ជាមួយនឹង sponsor របស់យើងដូចគ្នាជាមួយនឹង Infinite Note 50 Series MPL Edition សម្រាប់ gamer គ្រប់គ្នាសាកថ្មល្បឿនលឿន90 W និងអាចសាកឥតខ្សែបានទៅដល់30 W ដែលមានជាមួយនឹងបំពាក់អេក្រង់ AMOLED ល្បឿន 144 Hz អាចលេងជាមួយនឹង Mobile Legends ដោយរលូនដោយគ្មានការដំណើរការជាមួយនឹងល្បឿនជាមួយនឹង RAM សរុប 24G ផងដែរមើល flow មិញមើល mini map flow ផុស Cypher ដើរតំណងណាពេលដើរ early មិនដើរទៅរហូតទៀងចាំអត់យកណាគេចេះអត់ទេអត់ខាត់មិនដើរទៅរហូតមនុស្សដើម្បីឲ្យឡើងបាន go ហើយជាមួយនឹង experience land ត្រូវហ៎បន្តមកដើរមកហើយមកជួយមក mid លើ Dinosaur គេនេះខ្លួនទៅលើ Kuzen គេដល់ពេលមានការប៉ះគ្នាមិញគឺអ្នកចាយដាស់តវាយគេដល់ប៉មឥឡូវគេវាយវិញយកតែម្ដងបាទទៀងកាបតវាយជាមួយនឹង mid land កាក់ពេលទៅលើសានេះខ្លួនប៉ុន្តែសាតកាដល់ទៅពេលវេលា total អត់មានវត្តមានរបស់សមាជិក team Mac មកយក total ទី1នោះទេ There is វត្តមាន King Elvis Karen Tina ប្រកាសតែឡុកជាមួយនឹង Izu គណៈពេលមានការចាប់ស្តាន់វាយយកបើកមុនទៅលើ Cypher មានជាមួយនឹងបែបមុនទៅលើជាន់រត់យក
เราจอนน้องฉกไว้ฉกบางทีมไฟต่อเตี้ยจะมือบอลเมียนบอกเบมโม่ปะแต่จะเป็นต่อมารีโดยเคลียร์ បាទបើយើងមើលទៅជាមួយនឹងវត្តមានរបស់សាក់ស៊ូមិនក៏អត់មានផប់បងហើយណាមួយមួយចាយ flicker របស់ Cypher បើមិនហ្នឹងគឺមានការពួនចេញពី D7 តាម តែ cover ឲ្យសារបន្ត RT ដាច់ទេ តាមពិតគាត់ fan នេះចឹងក៏ថតទីមកគាត់គួរតែបលេងឲ្យគេណាបាទទីមួយទីមួយក៏មានជាមួយនឹង Popol បើហើយមិញអត់ ready level 4ទេចេញពី Cypher បាទអញ្ចឹងការសម្រាប់ចិត្តចូលនេះបាត់ជាមួយនឹង Total បាត់ជាមួយនឹង 2 kill ខាតមែនតើតែមិនសូវជាខាតប៉ុន្មានដែរបាទព្រោះដោយសារអស់បើដែរហើយសម្រាប់ fan នេះ បាទសំខាន់អីស៊ូរីត្រីក្រហមហ្គេមនេះអត់យករីត្រី kill នៅក្នុងការ rotate ចេញណាហើយ emblem របស់គាត់គឺ core emblem killing spree អញ្ចឹងដឹងថា killing spree update ចុងក្រោយហ្នឹងបាច់វាយ arrow ដាច់ទេវាយដល់ឈាមឡើងឈាមយកមកបាទអញ្ចឹងមើលមកគាត់ចង់ turn back team fight នឹងវាយ all game នេះ Izu ក្តាប់ដៃវាយបាទ បាទចាំភ្លាមៗក៏ឡើងមកមើលជាមួយនឹង item របស់គាត់ដូចគ្នាដែលយើងបានឃើញជាមួយនឹង Harris របស់ Lions បាច់ជើ cooldown មុនគេយកតែម្ដងបាទលឿនពេកទៅអស់មើលឃើញដល់ហើយ តោះនេះមិនតាន់ចេញជា item ឯងគាត់បាទគាត់ deal បើជើងកាត់ cooldown ណាដូចជា player ណាដែលគាត់Wiki ដែលគាត់លេង Harris ពាក់សភៅយក yes sir ចឹងរបៀបក្នុងការលេងរបស់ player គឺវារៀងខុសគ្នាដែរ ចាំងលើទាំងពីរទុកបៃតងមួយកណ្ដាលវងចាំងលើទាំងពីរវាយកណ្ដាលបៃតងក៏មិនវាយអត់វាយទេរីត្រីទៅដើមតែម្ដងអត់ដឹងតែគេបានទេប្រហែល Izu ណាបាន Izu បានរីត្រីបាទចឹងបច្ចុប្បន្នកាលបើយើងមើលទៅគឺស្ថានភាពរៀងស្ងប់ស្ងាត់ដែរព្រោះដោយសារនៅ early game ខាង team មិនគាត់រៀង fail បន្តិចបាទអូ Hunter Strike ចូលម្ដងបាទ2នាក់តែម្ដងគឺទៅលើ Kuzen ក៏ដូចជា Izu បាទព្យាយាម farm ធម្មតាថតទី2អាចចូលវាយហើយថតទី2បាទ midland តា midland ចេញ farm អត់អូខេចេញ farm ធម្មតាពី big mode the key បាទសុំ level មកកង់មកពើងបាន level មកកង់លោតវាយដល់ប៉មធ្ងន់អាចជាប់តែក៏មកនេះ purify មួយនេះគ្នាជួយនឹងឡាយជិប purify វាយជាមួយនឹង Golan យកតាមដល់ Kuzen បាទបង Kuzen មកខាងលើបច្ចេកខាងតែយ៉ាងណាវិញជាមួយនឹងការមកជួយវិញដាក់ portal អត់មានតាមវាយតន់ជាមួយសមាជិករបស់ team មិននេះខ្លួនឯងចាំងលើទៅពីមកខ្ចីមកនេះខ្លួនឯងលោតជន់វាយពី King Harry មួយទៅពីលោតជន់នេះខ្លួនឯងជាមួយនឹងការលោតជន់មកគាត់ជាមួយនឹង Bimo copy skill ទៅលើកតរបស់ D7 តែ team fight បន្តមកចាប់វា quick point បន្តមកពី3មកបន្តពីបន្តអេចាយ flip ពី King Harry នេះខ្លួនឯង top នេះមិនមាន flick តែ top នេះក៏ free តែការមកមានរបស់ Izu នេះខ្លួនឯងយ៉ាងណាជាមួយនឹងការមកដល់ពី3អាខោបាយទៅលើ Philly តែម្ដងវាអាច go អីពុះឆាប់ដល់ជាមួយនឹងមានរបស់ Philly ខ្លួនឯងតែខាងក្រៅអាចនឹង double kill ដែរទេមិនមានទេ3យក kill King Harry យកមួយ kill បាទកលេចមកជាមួយនឹង team fight អី Su fan តិចបងយកថតផងយកជាមួយនឹង orange បើផងក៏ដូចជាការគាស់ជាមួយនឹង seal នៅខាងក្រោមដូចគ្នាប៉ុណ្ណាអូបាទចឹងចំណេញច្រើនតែខ្ញុំមានអារម្មណ៍ថា Solo kill បានទេបាត់បាននោះទេ Kuzen សល់ឈាមម្ដាយប៉ុន្តែឆេបបាត់ Kuzen ទេចូល Cypher ចូលលឿនអូ ទៅបាត់ហើយ ខ្ញុំមានអារម្មណ៍ថាជាមួយនឹង team mate គាត់ spam ក្នុងការវាយ team fight នៅខាងលើហ្នឹងយូរខ្លាំងយូរមែនតើមកបាញ់មិញនេះហើយលទ្ធផលគឺល្អដូចគ្នាតែអ្វីដែលចំណេញច្រើនអេស៊ូបាទអេស៊ូយកខ្ទេចយកខ្ទីយកតែម្ដងហើយបានតែ kill តែប្រហែលបាទអញ្ចឹងខាតធ្ងន់ game នេះ Izu មានបាទឥឡូវ level 10បាត់ហើយបាទគេវាយគ្នាក៏ប៉ិតមែនតែមុនហ្នឹងដាច់ទៅលើ line ហើយ kill ក៏ចូលទៅលើជាមួយនឹង King Area ក៏ដូចជា Saxo ហើយនឹង Bimo ទេអត់បានចូលទៅលើ line ទេបាទអញ្ចឹង line ដាច់ទៀតនៅក្នុង game នេះក៏ line ក៏មិនទៅជាមានអីណាដែរប៉ុន្តែបើយើងក៏លេចទៅមើល Izu វិញ Izu មិញដូចណាច់អត់គួរបាននិយាយអញ្ចឹងបាទសប្បាយនៅក្នុងការលួចជាមួយនឹងសត្វព្រៃរបស់ខាង team មិនខ្លាំងមែនទែន total ហើយបូកជាមួយនឹង Orange បើទៀតហើយយកជាមួយនឹង Creep ខាងក្រោមចិត្តខាង EAP Land នឹងទៀតបាទមានអារម្មណ៍ថាមេថ្ងៃនេះគឺក្តាប់ដៃវាយ Golan មក Valentina របស់ Bimo គឺអត់ដែលលួច skill ណាគេផ្សេងក្រៅពី D7 នេះដើម្បីមានឱកាសទៅ cover backstep ក៏ដូចជា solo kill ទៅលើ Kuzen យកតែម្ដងហើយដឹងស្រាប់ Kuzen មានតែ2ដាស់ទេតែ Valen មាន3ដាស់ចុះជាមួយនឹងការ solo kill នៅ early នេះគាត់ធ្វើបានប្រហែលដងព្រោះដោយសារ game នេះបើសិនជាគាត់ចង់បោះ ulti កតោចោលគាត់អាចមាន ulti Fasha គាត់អាចមាន ulti បណេតព្រះដែលចេញពី Somsin សុទ្ធតែ ulti ល្អសម្រាប់ game នេះ Valentina របស់ Bimo សបោ skill លេងប៉ុន្តែគាត់នៅតែសម្រាប់ចិត្តយកជាមួយនឹង ulti របស់ D7 ចឹងខ្ញុំមើលថាគាត់បង្កប់អីគេនៅក្នុង play style របស់គាត់បាទចឹងចាំមើលទាំងអស់គ្នាជាមួយនឹង Total ទី2ក៏ Total ទី3ក៏មានការ spawn មកវិញដូចគ្នាបាទចឹង Total 2 Total បានទៅលើព័ត៌មានរបស់ Team Pro Esport តា Total ទី3នេះ Team Make អាចនឹងយកបានដែរទេបាទលេង Total Damage ចាំបានវាយមកពីក្រោយជាមួយនឹង Cypher ស្វ័យរបស់ព័ត៌មានរបស់សមាជិក Pro Esport តែសុបជាផាច់ចង់ក្រោយដែល update នឹង chip នៅពេលដែលមកបន្តគឺគេឃើញ map ទៅតាមដល់បាំងប្រេះវាយយកតែទៀតជាមួយនឹងការ Total តែគេរីកតែទៅមិនគេជាមួយនឹងការបង្ហាញពីសាចូលវាយជាមួយនឹង Ace វិញនេះគឺជាមួយនឹង1ដល់1ចាំងលើបានបងលោកជន់ពីព័ត៌មានរបស់ Bimo ដល់គ្រីចានៅក្នុង D7 ជាម្ដាយវាយផ្ដោតជាមួយនឹង Cypher រ៉ូម៉ាបដា D7 ជាម្ដាយបដាក្រៅពេលរបស់ Philly វាយគ្នានៅក្នុង Flick វាយដល់តែ
លោកលោកពីពីមកហើយមកជីមិនណៃ Felix ចាក់ដាច់បាត់ហើយបាទវាយផ្លេចខ្លួនបាញ់Felix លងបាទតើអូយពីតង់អាកោយកពីនឹងទៅលើគូសែនដែលបានចែកហ្គេមនេះ Spy Flick របស់គាត់គឺអត់គ្រប់នោះទេដោយសារតែគេលុកគាត់ដល់ច្រើនរ៉ូពេកអូតើខ្ញុំណាជាមួយនឹងឡាយទៅលើសាតែយ៉ាងណាជាមួយនឹងការចោទអាកោសាវិញនេះខ្ញុំណា1 1 Oh my G បាទបើការ threat kill គ្នាលឿនតែម្ដងតែអ្វីដែលសំខាន់សម្រាប់ឡាយនៅក្នុងហ្គេមមួយនេះរៀងធ្ងន់ដែរបាទដាច់2ដងហើយអត់ទាន់បានជាមួយនឹង kill ទេបានត្រឹមតែអាស៊ីហើយបើយើងអាចឃើញដែរតន់ cooldown flick ក៏បងទៅទៀតនោះអូដាក់សម្ពាធដាក់សម្ពាធទៅលើគូហ្សែនខ្លាំងមែនទែនបាទភ្លាម midland នៃការដេញវាយនេះខ្ញុំណាជាមួយនឹង B mom មិនខ្ចីយក LT ចង់បានតែ LT របស់ D7 តែម្ដងបាទចឹងយើងមើលទៅជាមួយនឹង Azu ទោះបីជាគាត់ free farm នៅ early man ប៉ុន្តែយើងកលេចមកមើលជាមួយនឹង item របស់Saxu ក៏បានច្រើនដូចគ្នាសម្រាប់ item jungler បាទពី item ហើយចេញពីគូហ្សែនបាទគូហ្សែនបានពី item ហើយ Hand Strike ក៏ដូចជា Sky Piercer បាទគាត់អត់បាន kill ណាបងចឹងអត់មាន stake ទេណាបាទអត់ទាន់មានទេណាមួយទៅចេញដែរហ្នឹង Sky Piercer ទៅចេញដែរហ្នឹងបាទតែបើយើងមើលទៅជាមួយនឹងវត្តមានរបស់ teammate គឺគាត់គ្របដណ្ដប់ទៅលើ goal lane ខ្លាំងចឹងធ្វើឲ្យគូសែននៅក្នុង game នេះក៏ពិបាកក្នុងការលេងដូចគ្នាព្រោះដោយសារតែ fan នេះគឺបកកែក្នុងការ bet យកតែមក game នេះឃើញតែចឹងមែនណានេះខ្ញុំណាជាមួយនឹង share card ដែលគ្នាជាមួយនឹងកញ្ចប់ MVP អ្នកគ្នាលេង Mobile Legends ស្បែកបែកអីយ៉ាទី5តិចសិនទៅហើយអ្នកនរគ្នាអាចបញ្ចុះកញ្ចប់ប្រចាំខែទទួលបាន235ពេជ្រនិងតម្លៃតែ$6តែប៉ុណ្ណោះបាទយ៉ាងណាជាមួយនឹង team fight របស់យើងដាច់ជាមួយនឹងសាបាត់ទៅហើយគណៈពេទ្យរបស់ Azu បោះទូចុះកាប់ solo គេទៅលើ Azu តែគាត់អានឹងរត់មិនរួចនេះខ្ញុំណាកាប់បន្តទៀតវាយយកទៅ2ទៅ3តែម្ដងក៏2ទុកដាក់មកទុកវិញវាយជាមួយនឹង2មក shut down ទៅលើ Azu មកវិញនេះខ្ញុំណាលោតពុះវាយបន្តទៀតប៉ុន្តែ team fight ដូចជាបញ្ចប់ទូឯងមិនទៅម្ដងទៅជាមួយ live ពី Harrod PS live អត់ទៅម្ដងនេះគ្នា loss ក៏បាន respawn នេះខ្ញុំណាតែ Azu នឹងការក្រោយ Saxu 10វិនាទីតែបាញ់មិញបើយើងមើលទៅKing Eric គាត់រៀងនេះអត់ fail ហ៎បងព្រោះថាបុកមិញបុកចង់ចាំក៏បាទយ៉ាងណាចំពោះជាមួយនឹងកញ្ចប់បាយមីនេះអ្នកគ្នាភ្ជាប់តាមរយៈ share card app ក៏បានឬក៏អ្នកគ្នាចុចជាមួយផ្កាយ1686ផ្កាយលេខ2ទ្រូងឬក៏យកចុចបញ្ជូនដូចគ្នាបាទតទៀតបាទទៅឯងបងតែទី5បាទអីយ៉ាងណាជាមួយនឹងការបាត់បន្តពីសារនេះក្នុងខាងក្នុងទីខាងបោចូលអាកោតែគ្មានមកទេពីមក secure បានតែជាមួយនឹងវត្តមានរបស់ Philly ខ្មែរបណ្ដា Disband ក៏ដោក្រុមដៃជាមួយនឹងឡាយនេះគ្នាមកបាំង2បាំងសុំបាញ់ផងទៅលើ Cypher តែមានការបើកមុខយ៉ាងល្អខ្លាំងមែនតើជាមួយនឹង Philly ថា secure ល្អមកខ្ញុំដេញវាយគេប៉ាល្អហើយបាទដោយសារតែ Saxu អត់មានវត្តមានរបស់ Pop របស់ដូចគ្នាផងដែរអត់ត្រីបាទអូបាទអត់ energy ដូចគ្នាបាទអត់ energy ដូចគ្នាអត់ត្រីអត់ energy អត់បីគ្រប់យ៉ាងចូលទៅដូចបាននេះគ្នាផងដែរប៉ុន្តែពីនឹងអាចដាច់បាននេះខ្ញុំមិនអាចដាច់ជាមួយនឹង Felix ដងជាមួយនឹង Lord នោះទេដោអត់បញ្ហាប៉ុន្តែ Felix ក៏មិនគួរណាដាច់រៀងច្រើនដែរដោយសារតែបាត់មិនជាមួយនឹងការបោកចេញទៅCypher មាន portal Cypher នឹងចង់បើកទី5មួយទៀតទៅលើវត្តមានរបស់ Kuzen ពេល Kuzen មាន Felix តែ Kuzen នឹងដឹងដែរទេ3 2 1 Happy birthday to Kuzen ងែវប៉ាំងផ្លាប់ Fight នេះក៏បានម្ដងណាគេបានម្ដងនេះ Kuzen បាត់បង់តែ clear load ទៅកន្លែងនៅតែម្ដង clear បានឬក៏មិនបាន D7 ព្យាយាមពេលបន្តមកពីសារឌីមេមិនគ្រប់គ្រាន់តែជាមួយនឹង Cypher តែ D7 ក៏ដែរនេះក៏មិនដែរ Bimo មានខ្លាំងមែនតើ4ជាងក្រុមដែរនេះក៏មិនដែរប៉ុន្តែ Azu បោះបន្ទូនៅខាងក្នុងចាប់ទៅលើ King Eri កាប់បាញ់តែគេបាយបែបនេះក៏មិនដែរជាមួយនឹងការលុបចូលជាមួយនឹង King Eri លុបទៅជាមួយនឹង Bimo លុបចូលខំមកទៅហើយតែជាមួយនឹង King Eri free Bimo ជន់ក៏បាទ Yes គាត់ជន់កាក់មុខ Felix កុំឲ្យចូលដល់ព្រោះតែសារបាញ់មិញបើយើងមើលទៅជាមួយនឹងការហក់ចេញពីអូរ៉ៃបាទគិតវែងឆ្ងាយល្អតែគិតវែងឆ្ងាយពេកព្រៀបជាមួយនឹងការចាក់បិឆៅដូចតាមវាយចាយ Flick ពី Felix Lot ត្រូវបាន clear ពី line នេះខ្លួនដែរបាទចឹង lock clear free ក៏ដូចជាបន្ទុក kill នៅក្នុង game នេះ10នាទី56វិគឺ13 kill ទល់នឹង11 kill ប៉ុណ្ណេះចំណែក goal វិញគឺអត់លីគ្នាច្រើនទេត្រឹមតែ K ជាងតែប៉ុណ្ណោះបាទអីមាននាងក្រមអីយ៉ាដាច់ហ្វមលើយអូដាច់ពី Bimo មានការ solo kill ពីសាជាមួយនឹងការបន្តបាយមីនេះលុតឆេពីនឹងដៃនេះខ្លួនដែរតែ Bimo អាចគួរយកជាមួយនឹងការ copy ultimate របស់សាព្រោះដោយសារតែការបោកបោកគាត់យើងទៅតែម៉េចអានេះបើយក ulti សាយកបណេតព្រះរបស់ Azu វិញតែគាត់នៅតែចង់បានជាមួយនឹង ulti D7 តែខ្ញុំក៏គិតថា ulti D7 ដូចគ្នាបាទស្គ្រីមតាមជាមួយនឹង Kill ចូលកាប់បាយយកទៅ Azu ទៅជាម្ដាយដល់ទៅគេមកណាជាមួយនឹងគេជាមួយនឹង Saxu ចូលទៅ King Eri ព្យាបាយព្យាពេកប៉ុន្តែមកពីក្រោយយកតែម្ដងជាមួយនឹង Cypher ផតនេះបើគាត់មានចាំងឥឡូវណាបើឬមិនបើអត់បើនោះទេអត់បើនោះទេបាទរៀងលំខ្លួនដែរដែលគេដឹងអូជន់ទៀតបាទសង្គ្រាមកាន់ក្តៅអ្នកខាហើពេញមាត់ជាមួយនឹងការលោតជន់ពីទី7ជន់ក៏មិនជាប់ប៉ុន្តែគេចាយជាមួយនឹង Flick មួយពី King Eri ទី7ធ្វើមកឈុតរឿងនេះគឺងាយស្រួលក្នុងការឲ្យគូសែនងាយស្រួលក្នុងការលេងមែនតើដោយសារតែចាយ Flicker របស់ Eri នេះគឺ Eri ពិបាកក្នុងការចូលគេខ្លាំងបាទ
មានការលោតទេមានការវាយបដានេះគ្នាជាមួយនឹងឡាយអាយ៉ាប៉មត្រូវបានដាច់គ្នាអូឡតនេះសំខាន់ណាស់ណា បាទ 13 kill ស្មើបង បាទ 13k ស្មើតែបើយើងកលេចទៅមើល goal ឥឡូវខុសគ្នាចាប់ផ្ដើម 3k ជាងហើយបាទប៉ុន្តែ game នេះបើយើងមើលទៅសាកស៊ូគាត់អត់ទាន់ចាប់ផ្ដើមនេះណាគាត់ថាអត់សូវអូសលែនប្រហែលនេះភាគច្រើនគឺ team fight ច្រើនខ្លាំងមែនទេបាទ តែតើទៅនឹង game នៅលេងតិចដែលខ្ញុំថ្ងៃមុនខ្ញុំជួបមួយ flash ខ្ញុំសួរថាចេះប្រុកតែខ្ញុំនិយាយថាគេនៅ flash ណាសួរថាចេះតើប្រុក control ល្អអត់ព្រោះ Fanny ខ្ញុំថាបើខ្ញុំគិតថាអាជាងខ្លះវាដាច់ទៅ Fanny អាចទាញកាបោទៅខនជាងតែសម្រាប់ player គេថាអត់ទេ player Fanny គេស្រួលលេងហ្មងព្រោះអាជាងខ្លះ Fanny បាក់ទៅអញ្ចឹងគេអ្នកចេះលេង Fanny ប្រុក control គឺស្រួលសម្រាប់ Fanny វិញ អាហ្នឹងវា50-50ទេបងព្រោះដោយសារ player Fanny player ប្រាប់ខ្ញុំ player ហ្មង អាហ្នឹងខ្ញុំអាចនិយាយចេះដែរថាខ្ញុំមិនដៃ Fanny ប៉ុន្តែវាស៊ីសងទៅលើ player ដែរទេ បាទចឹងកន្លែងមកមើលជាមួយនឹង item របស់ live ក៏មាន item ច្រើនដូចគ្នាប៉ុន្តែបើយើងប្រៀបធៀបទៅជាមួយនឹងការបោក team fight អត់សូវមានច្រើន អូអស់ប្រណិតព្រះអស់រោមបាំងកាយត្រាស់មួយនេះមាន Felix ឈ្នះបាក់ម៉ែតើបោក Felix ដាច់ឬក៏មិនដាច់យ៉ាងណាជាមួយនឹងការលុតជន់វាយជាមួយនឹង Defense មិនសិននេះគ្នាសាក់ស៊ូចលោ skill មួយពីរនេះខ្ញុំណែលុតដែនស្មាឡោនេះខ្ញុំណែកាច់កាត់ស្មាឡោនេះខ្ញុំតែខាងក្នុង Felix វាយ1ទៅ4ទៅតែម្ដងវាយខ្ញុំមកខ្ញុំតាន់តែក្បាយវាយខ្ញុំមកលុតជន់វាយទៅជាមួយនឹងការទីកបោទៅវិញមកនេះខ្ញុំណែបន្តក្នុងកាប់បាញ់ទៅ live អត់ purify តែជាមួយនឹង King Ari ទៅគេខ្ញុំគេបានមិនសោះទៅតែគេទៅកាន់គូសែនតែ1ដល់2តែម្ដងជាមួយនឹងការលុតជន់វាយជាមួយនឹង Felix បន្តទៀតពីពេលគ្នាបង្កប់វាយទីខ្ញុំណែបន្តគូសែននៅតែបានជាមួយនឹង Trap គេសំមែនឯងវិញមកចង់វាយជាមួយនឹងខ្ញុំមិនដែរទៅវាយបន្តដល់សំយ៉ាឡោសិន Wow Felix អ្នករងដមេបាញ់4អូមកនេះឯង Raiden Savage shut down តែជាមួយនឹងការវាយតែជាមួយនឹង Lord ដែរទេដែលសល់តែអស់ជាមួយនឹង Golden Butter ហើយ Wow មកចាយ Flicker យកជាមួយនឹង Maniac ចេញពី Kusen ប៉ុន្តែ Lord នេះអាចសខ្ជួក្នុងការយកបានដែរទេពីវត្តមានរបស់ខាង Team Pro Esport ដោយសារតែ Cypher គឺអត់ទាន់ spawn មកទេតែដូច Jungle វាយឡទៅទេវាយឡទៅទេយ៉ាមួយ3វាយឡទៅទេឡាយមានជាមួយនឹងទេទីស្វែងតាមការជាមួយឡាយទេអរគុណខ្ចីកាត់បាយព្រះយកឡទៅបាត់ហើយដេញអាកយកតាមដល់ទៅសាដល់ទៅបាយចាប់តែមានការ solo kill ពី Cypher អូ my G ទីស្វែង secure ជាមួយនឹងការរត់ថយក្រោយចេញតាមច្រកក្រោយវត្តសៅលីងអូយមានអារម្មណ៍ថាគាត់ខុសពេលវេលាបង Pro Esport គាត់នេះគាត់កលក្ខណៈ delay load យកហ្មង Yes sir និយាយមកចេះទៅទី1អត់មាន damage នៅក្នុងការវាយហើយដែរបងគាត់ត្រូវការបង្ខំវាយព្រោះតែថា E0 អត់តាមកើតទេបាទថតបាល់ចេញទោះបីជាមានការដាច់តែជាមួយនឹងការលោតវាយខាងទេពីឡាយ1ទៅ2ទៅ3ទៅ4គ្មាន purify នៅទេនឹងអាប់ជាប់បោះ B លោតចាប់តែជាមួយនឹង Cypher ដូរមកវិញដែរក៏ទៅជាមួយនឹង1ទៅ2ដូរជាមួយនឹង D7 ទីខបចេញមកវិញនេះខ្លួនឯងមានការបាញ់មកពី Ezo ប៉ុន្តែ Ezo សោះជាម្ដាយលោតជាមួយ Sky ទី2មកទៀតទីការជាមួយនឹង Kusen តែ B មកវិញនៅក្នុងនេះគ្នាជាមួយនឹងការពុះទូកាប់បាញ់តែទីខ្លួនឯង player Philippines បា player ខ្មែរលោតវាយជាមួយនឹងឡាយ1ទៅ2ទៅម្ដងតែ1ដល់1នេះគ្នាដកថយរីខ្លួនលោតមិនទាន់ clear នោះទេអូដាច់3ស្មើបាទអស់3បាទហើយប៉ុន្តែ lot នេះមើលទៅដូចជាអាចយកបាន T3 ដែរទេនោះថាពីដល់ធំតើ Cypher មានអាមកពងលូអត់បាទ Cypher ពេញអាមកពងលូ lot មានដាច់ទេបាទចាំ Cypher អរគ្នាបាទ Cypher មានអាមកពងលូ lot នេះឯងនឹងអត់ដាច់បាទនេះដាច់ clear ហើយតនេះបាទ clear ដាច់បាន T3 ដែរទីសម្រាប់ដែរបាទយើងកន្លែងមកមើលជាមួយនឹង item របស់ Live ដូចគ្នាដែលមានជាមួយនឹង team Live ឈាម mistake ណានិយាយមែន Pro Sport គាត់និយាយទៅគូទាំងពីរនេះ mistake រៀងខ្លួនហ្មងនិយាយមែន mistake រៀងខ្លួនហ្មងសាសូតែសូឡូគេទៅលើសាមាន flick នោះទេទីកបទៅមកនេះខ្ញុំណាអើយសូឡូគេនៅតាម3សម្រាប់យកតែ3ណាវាយដាច់យកតាមដល់នេះគ្នាឆាយមក emblem leader nation ដាក់ប៉ាំងណាមួយសាបើយើងមើលប្រៀបធៀបទៅជាមួយនឹង fighting នេះស្រួលក្នុងការ lock មែនតើបាទ character ក៏អត់មានរត់ផាសាក៏អត់មានរត់ដូចគ្នាជាមួយនឹង fan នេះក្នុងការ lock បាទចឹងហ្គេមនេះជាមួយនឹង T តាម20 kill ទៅ20 kill ស្ទើរតែមកជឿក្រាក់តែលោតវាយបន្តទៀតជាមួយនឹង Live តកាក្នុងដៃជាមួយនឹង King Ari វាយផាច់ឌីស្វែនលោតទៅក្នុងឯ Felix ចូលវាយជាមួយនឹង Cypher សាក់ស៊ូក្បាលមកដល់អត់ដឹងទៅធ្វើអីនៅទេទីកាបោចេញមួយសិននេះក្នុងឯមួយមីនីនវាយទៀតមួយបាទចឹងហ្គេមនេះមកចាយ Flicker មកមិញមានការ cover បាទចង់ lock លើគូសែនតែ lock អត់ចូលទេបាទគូទី1 game ទី1វាយយកហ្មងប៉ុន្តែស្ដាយ game ណា Pro និយាយមែនណាស្ដាយ game មែនគាត់អត់គួរណាសម្រាប់ចិត្តត្រូវទៅត្រាំនៅកន្លែងលោហ្នឹងចង់5 10 second ហ្នឹងចោលទេណាបាទ5 10 second ណាយូរណាបាទនិយាយទៅចាំតតែ face នេះកើតមកឈិបគេដាក់ផាត់ហល់ម៉ាំងគេចូលម្ដងគេ retreat យកមកបាទ
ទទួលគាត់តែ pro player គាត់ scream ច្រើនតែអត់ពិសោធន៍ scream គាត់ប្រាប់ថាវាយតន់អញ្ចឹងគេសម្រេចគ្នាវាយ បាទ finish មកតន់ retry free អត់ damage អត់ damage អត់មាន damage មកអត់មានទាំង ISO អត់មានទាំងគូ Zen ប៉ុន្តែគាត់នៅសល់តែ3 hero មាន damage ជាមួយនឹងសានឹងហើយសាត្រូវប្រើមួយ skill ណា ហើយចុងក្រោយមិញដល់ថ្នាក់ពាំងឡតជាប់ទៀត បាទ បន្ទុកឲ្យវាយក៏បានដែរព្រោះដោយសារ D7 ធ្វើមកកាក់អស់ ឥឡូវ ពាំងឡតជាប់ហ៎ ឥឡូវបើសិនជាយើងនិយាយពី D7 lock ទៅលើ line អត់ជាប់វាយ1 3នឹងយកហ្មង បាទ ទាំងអាចធ្ងន់ដែរបាទអញ្ចឹងជាមួយនឹង Lord មួយនេះក៏មានការ spawn មកវិញដូចគ្នាពីវត្តមានអូប៉ះ បាទវិញនៅក្រៅមានតែការ ESU បោកវាយនៅបើកបោកយកតែម្ដង D7 លោតជាប់ដាក់ជាមួយនឹង line ទៅមុនគេផឹងអត់មានជាមួយ pure fight ណាមកជួយនោះទេយ៉ាងណាជាមួយនឹងការលោតវាយបន្តទៀតជាមួយនឹង Felix Game កាចដូចគ្នា Win Nature ក៏មានទៅលើគូ Zen ក៏មានទៅលើ ESU នោះ ចុះបាទការស្វែងប្រហែលរបស់ខាង team mate បានធ្វើឲ្យដាច់ជាមួយនឹង line មុននឹងរៀបនឹង Lord នេះចាំទៅស៊ីគូ Zen ចាំមែនអត់ឲ្យទៅស៊ីទេតែ D7 កាក់អត់ជាប់នោះទេអូយគូ Zen ចូល D7 តពេលវេលាទៅខាងក្រោម2ទៅ1 ESU ចុះជាមួយនឹងរំប្រមាណការ King នេះមានកក់លងខ្លួនយ៉ាងណាជាមួយនឹងការក្នុង Felix វាយខ្ទេចនេះខ្ញុំតែសាកស៊ូទៅធ្វើអ្វីចេះខ្លាចសាកមួយនេះវាយសាកស៊ូយ៉ាងណាជាមួយនឹង Felix នៅបានការក្នុងនេះខ្ញុំណាសាកស៊ូបាននៅខាងក្រោយដូចគ្នា Felix លងខ្លួនវាយជាប់បំបោទេមិនឲ្យមានការលងខ្លួនម្ដងទៀតទេ Lord 5ទល់នឹង3សមាជិករបស់ក្រុម Mac ត្រូវការជាមួយនឹងវត្តមានបាំងមុខខ្លាំងមែនតើតែជាមួយនឹងការចុះវាយ solo kill ដាច់ជាមួយនឹងសាកស៊ូនេះខ្ញុំណាជាមួយនឹងគូសាយណាជាមួយនឹងគេមិននេះគ្នាលុតចូលវាយតែ Felix ឈ្នះវាយទាំងអស់នេះខ្ញុំណា double kill ទៅកាន់គូសាយសុំ triple kill មកតែមកបងពីបងទៅជីវិត2លុយជាមក My G Owen ទៅជីវិត2តែមិនលេងទាំងកោដល់ទៅលោកពីគិនទាំងកោ from frozen គូសាយសាជាមិនមានបង frozen ជាមួយនឹង5 out បាទជាមួយនឹងមីកាបង Milan យកតែ15វិនាទី B-Mount នឹង respawn Minion នៅ respawn ក្នុង15វិនាទីទៅតាមការវិភាគមកខ្ញុំទៅជា respawn មិនតទេនឹងមានការវាយផ្ទះយកតែម្ដងនឹងមានការវាយផ្ទះយកតែម្ដងវាយផ្ទះ